មេសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីធីបពិសេសមួយសម្រាប់ទូរស័ព្ទដៃ Samsung សម្រាប់បងប្អូនដែលប្រើទូរស័ព្ទដៃ Samsung គឺយើងអាចចាក់បទចម្រៀងនៅក្នុង background បានឧទាហរណ៍ថាយើងចង់ស្ដាប់ YouTube ឬក៏បទចម្រៀងអីចឹងយើងអត់ចាំឲ្យអស់ថ្មទូរស័ព្ទយើងណាអញ្ចឹងយើងអាចបិទអេក្រង់ហើយយើងចុចស្ដាប់បានអញ្ចឹងសម្រាប់បងប្អូនដែលមាន Galaxy series ទាំងចាស់ទាំងថ្មីអញ្ចឹងបងប្អូនអាចចូលទៅក្នុងកម្មវិធី browser Samsung Internet មកបាទអញ្ចឹងនៅក្នុង Samsung Internet បងប្អូនចុចទៅលើពាក្យត្រី3នេះបាទអញ្ចឹងបន្ទាប់មកចុចចូល setting ហើយអស់ពីក្រោមទៅលើទៅបងប្អូនមើលលើពាក្យ useful feature ចូលកន្លែងហ្នឹងមកបន្ទាប់មកទៀតកន្លែងចូលកន្លែង background play នេះមកនេះឥឡូវខ្ញុំថយវាសិនកន្លែង background play នេះដំបូងទូរស័ព្ទដៃបងប្អូនចេញ on ចេះបន្ទាប់មកយើងចុច on ចេះយើងចុចបើកមកត្រឡប់ក្រោយមកវិញចឹងត្រឡប់ក្រោយមកវិញយើងចូលទៅស្វែងរកបទចម្រៀងជញ្ចាក់បទចម្រៀងមួយទៅបាទចូលទៅបើកកម្មវិធី YouTube ទៅតោះបងប្អូនអាច play វីដេអូបាននៅក្នុង background បានណាបាទនេះហើយ play ឥឡូវយើងបិទទៅឥឡូវខ្ញុំបិទអេក្រង់បងប្អូនឃើញទេនៅតែអាច play បទចម្រៀងបានហើយយើងបិទអេក្រង់យើងនៅតែអាច play បានបងប្អូនណាចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ